ជម្រាបសួរអ្នកនរគ្នាជាមួយខ្ញុំពិភពពណ៌ខ្មៅហើយយើងនឹងបន្តសាច់របស់យើងនៅមានចំណងជើងថាឆ្លងភពគ្រាទទួលអង្គបន្ទាប់បន្សំតពីភាពមុនព្រឹទ្ធាចារ្យគូហុងបាននិយាយទៅកាន់សៅជាថាបើវាមិនមែនជារឿងមិនទាន់ស្អីទេត្រឡប់ទៅបាក់វិញជាមួយខ្ញុំសិនទៅដើម្បីត្រៀមខ្លួនខែក្រោយគឺដល់ថ្ងៃត្រូវប្រារព្ធពិធីសង្យានហើយសៅជាក៏តបទៅកាន់ព្រឹទ្ធាចារ្យគូហុងវិញថាខ្ញុំមិនត្រឡប់ទៅវិញទេព្រឹទ្ធាចារ្យគូហុងច្រឡោតមែនទែនព្រមទាំងសួរទៅកាន់សៅជាថាហេតុអ្វីទៅនេះជាឱកាសមាសហើយដែលឯងអាចយកកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងនោះសៅជាតបវិញថាខ្ញុំមកកម្ចាត់បិសាចនៅលើទឹកដីតូចទាបបែបនេះក៏អាចទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដូចគ្នាព្រឹទ្ធាចារ្យគូហុងក៏និយាយបញ្ចុះបញ្ចូលទៅកាន់សៅជាថាបើឯងឈ្នះក្នុងការប្រកួតក្នុងពិធីហាន់សឹងឯងនឹងលេចធ្លោក្នុងចំណោមអ្នកដែលមានវ័យក្មេងក្នុងពិភពគុណព្រមទាំងសួរថាវាដូចគ្នានឹងការចាប់បិសាចនៅដែនដីតូចទាបបានយ៉ាងម៉េចទៅជីឈឺក៏លើកទឹកតែមកព្រមទាំងនិយាយថាព្រឹទ្ធាចារ្យគូហុងស្ងប់អារម្មណ៍សិនពិសាតែមួយកែវសិនទៅអូនយាចង់ចាញ់ទាំងអស់គ្នាព្រឹទ្ធាចារ្យគូហុងក៏និយាយថាចេញឲ្យឆ្ងាយទៅមិនមែនជារឿងឯងទេព្រមទាំងក្រវះដៃដែលធ្វើឲ្យទឹកតែនឹងក្រពុបកពុបទៅលើខ្លួនរបស់ជីឈឺខាងសម្រាយយូរខុសច្រើនទៅជាសុំជាស្រ័យផងអ្នកនរគ្នាសៅជាមានការព្រួយបារម្ភទៅកាន់ជីឈឺជាខ្លាំងព្រមទាំងសួរថាសើច្បងមិនអីទេមែនទេជីឈឺក៏និយាយទៅកាន់សៅជាវិញថាមិនអីទេគ្រាន់តែរលាកបន្តិចប៉ុណ្ណោះបងលាងវាជាមួយទឹកត្រជាក់បន្តិចទៅឡើងអីហើយសៅជាក៏និយាយទៅកាន់ជីឈឺថាកាលមុនខ្ញុំធ្លាប់ដាក់ថ្នាំបំបត្តិរលាកនៅក្នុងចិញ្ចៀនគ្រាប់ពូជល្អិតនោះបងរកមើលវាឲ្យឃើញទៅចាំខ្ញុំជួយលាបឲ្យបងជីឈឺក៏តបថាបានបងនៅចាំបានថាដាក់នៅទីនេះព្រឹទ្ធាចារ្យគូហុងក៏បានសួរទៅកាន់ជីឈឺថាចិញ្ចៀនគ្រាប់ពូជល្អិតនោះមិនបានទៅនៅក្នុងដៃអញវិញជីឈឺកាំងបន្តិចព្រមទាំងនិយាយថាខ្ញុំសៅជានិយាយកាត់ជីឈឺថាខ្ញុំគឺជាអ្នកឲ្យរបស់នេះមិនសូវមានប្រយោជន៍ចំពោះខ្ញុំទេសិស្សច្បងត្រូវការរបស់នេះទើបខ្ញុំឲ្យវាទៅគាត់តែម្ដងទៅព្រឹទ្ធាចារ្យគូហុងក៏និយាយកាន់សៅជាថារបស់នេះពួកយើងខំឲ្យវាទៅឯងសៅជាសួរថាមែនឬពួកលោកឲ្យកាដូខ្ញុំច្រើនយ៉ាងពេកហើយឡើងខ្ញុំចំណាំមិនបានទៅហើយជីឈឺនិយាយទៅកាន់សៅជាយ៉ាងណាវាគឺជាអំណោយដែលលោកព្រឹទ្ធាចារ្យឲ្យឯងមកប្រកល់វាឲ្យឯងវិញជីឈឺក៏ដោះចិញ្ចៀនហុចឲ្យសៅជាក៏រុញទៅវិញថ្នមព្រមទាំងនិយាយថារបស់ដែលឲ្យទៅហើយមានហេតុផលអ្វីត្រូវយកមកវិញនោះសៅជាក៏និយាយទៅកាន់ជីឈឺថាសិស្សច្បងខ្ញុំមានអារម្មណ៍ដូចល្វីងក្នុងមាត់មិនដឹងទេអាចជួយទៅទិញស្ករតាំងម៉ែពីចង្កាក់មកឲ្យខ្ញុំផងបានអត់ជីឈឺក៏សើចបន្តិចព្រមទាំងនិយាយថាបានតិចទៀតបងត្រឡប់មកវិញជីឈឺក៏ដើរចាក់ចេញទៅកាត់មកក្នុងផ្សារនេះវិញប្រពន្ធបានសួរទៅកាន់ជីឈឺថាណែមិនបានញ៉ាំខ្លួនឯងវិញចឹងក្រែងទិញឲ្យសិស្សប្អូនតូចអីជីឈឺក៏ឆ្លើយតាំងមិនខ្វល់ថាសិស្សប្អូនតូចតាំងពីដើមមិនចូលចិត្តញ៉ាំស្ករតាំងម៉ែគឺគេមានពាក្យចង់និយាយជាមួយព្រឹទ្ធាចារ្យគូហុងទើបមានចេតនាបញ្ជូនខ្ញុំចេញក្រៅប្រពន្ធនិយាយថាលោកចំជីឆ្លាតខ្លាំងមែនជីឈឺក៏តបវិញថានឹងហើយជីឈឺក៏ដើរមកដល់មុខហាងមួយព្រមទាំងឮសំឡេងអ្នកបម្រើនិយាយថាគ្មានលុយតែមកធ្វើពតជាលោកធំអីណាចេញឲ្យឆ្ងាយបាត់ភ្លាមទៅក៏មានឮសំឡេងមនុស្សម្នាក់ទៀតនិយាយថាហាងអន់ស្អីនេះអ្នកប្រុសដូចយើងគ្មានចាប់អារម្មណ៍ស្អីបន្តិចទេជីឈឺក៏ឆ្ងល់ថាមិនក៏ឮសំឡេងលោឡាខ្លាំងម្ល៉េះជីឈឺក៏តអើតមើលតែពេលហ្នឹងក៏វាក់នឹងមនុស្សម្នាក់ដែលត្រូវគេច្រានចេញមកអ្នកបម្រើក៏និយាយពីក្រោយថាចេញឲ្យឆ្ងាយទៅហ្នឹងហើយអ្នកប្រុសតូចម្នាក់ហ្នឹងគឺជាតួថ្មីដែលមានឈ្មោះថាថាងឈឺឈិនហ្នឹងហើយហើយបើសិនជាខ្ញុំនិយាយខុសសូមអធិស្ឋានផងដោយសារតែខ្ញុំអត់ចេះចិនទេអ្នកប្រុសតូចម្នាក់ហ្នឹងក៏ខ្ទាតចេញមកក្រៅអីយ៉ាហ្នឹងហើយអ្នកនរគ្នាខ្ញុំនឹងហៅអ្នកប្រុសតូចម្នាក់ហ្នឹងថាអ្នកប្រុសតូចថាងពួកខ្ញុំអត់អាចហៅឈ្មោះគាត់ពេញទេព្រោះអីឈ្មោះគាត់គឺវែងខ្លាំងពេកវាមិនវែងទេតែវាពិបាកនឹងការនិយាយចឹងណាអ្នកប្រុសតូចថានោះក៏សួរទៅកាន់ជីឈឺថាមិញហ្នឹងមិនក៏ឯងមិនជួយចាប់អ្នកប្រុសម្នាក់នេះអញ្ចឹងជីឈឺក៏សួរវិញថាខ្ញុំនិងលោកមិនដែលស្គាល់គ្នាផងហើយអ្វីត្រូវជួយចាប់លោកអ្នកបម្រើរបស់អ្នកប្រុសតូចថានឹងមកដល់ព្រមទាំងនិយាយថាអ្នកប្រុសតូចជាត្រជាក់សិនទៅព្រមទាំងជួយលើកអ្នកប្រុសតូចថានឹងមិនស្ដាប់ព្រមទាំងនិយាយថាលែងដៃយើងមិនដែលទទួលរងនៅការប្រមាថបែបនេះទេអ្នកប្រុសតូចថាក៏បាននិយាយថាយើងត្រូវជំរាបបញ្ជីជាមួយវាឲ្យបានដាច់ស្រេចជីឈឺក៏សើចបន្តិចអ្នកបម្រើរបស់អ្នកប្រុសតូចថានឹងក៏និយាយថាអ្នកប្រុសលាក់អត្តសញ្ញាណខ្លះទៅយ៉ាងណាពេលនេះពួកយើងលួចចេញមកក្រៅអ្នកប្រុសតូចថានឹងឃើញជីឈឺសើចក៏សួរថាឯងសើចស្អីជីឈឺក៏និយាយទៅកាន់អ្នកប្រុសតូចថានឹងថាលោកគួរតែលាក់ប្រវត្តិខ្លួនឯងតិចទៅមិនចឹងមនុស្សគ្រប់គ្នាពេញមួយផ្លូវនេះនឹងដឹងថាពួកលោករួចរត់ចេញមកក្រៅមិនខាន
អ្នកប្រុសតូចខាងនោះក៏និយាយទៅកាន់ជីឈឺថាអញជាស្អីតើហ៊ានមកប្រដៅអ្នកប្រុសតូចដូចជាយើងផងអ្នកបម្រើរបស់អ្នកប្រុសតូចខាងនោះក៏និយាយថាអ្នកប្រុសកុំខឹងច្រឡោតអីជីឈឺមិនបានខ្វល់ជាមួយនឹងអ្នកប្រុសតូចខាងទេបើជានិយាយថាឈ្ងុយណាស់ហានេះជាក្លិនមាន់ដុតតើជីឈឺក៏រត់ទៅទាំងសប្បាយចិត្តព្រមទាំងនិយាយថាទិញយកមួយក្បាលយកទៅញ៉ាំជាអាហារពេលល្ងាចជាមួយសិស្សប្អូនតូចបានណហ្នឹងហើយអ្នកនរគ្នារឿងខ្ញុំបានបន្តទីបញ្ចប់ហើយខ្ញុំសូមអធិស្ឋានចំពោះសលេងរំខានមែនតើដោយសារតែខ្យល់មកវូ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 ចឹងទៅគឺវានេះហើយសូមអធិស្ឋានម្ដងទៀតគឺថាខ្ញុំអត់អាចកាត់វីដេអូបានវែងនោះទេដោយសារតែខ្ញុំរវល់ចឹងទៅ